មនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាយបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកមាត់គេត្រចៀកយើង
គេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចទប់មាត់គេបានទេតែអ្នកអាចទប់ត្រចៀកអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រចៀកបើអ្នកចេះតែយកពាក្យពេចន៍ទឺដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបោមាត់អ្នកដទៃឡើយរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងតែចិត្តកំពុងខឹងហើយមិនថយលបឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែល
មានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខស្វែងយល់ពីជីវិតយើងតែម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវឲ្យយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុក្ខពេកអីគ្មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខពេលដែលយើងជួបរឿងអីខុសពីចិត្តយើងចង់យើងអាចទាស់ចិត្តយើងអាចមួម៉ៅយើងអាចខឹងបន្ទុះសារាយនឹងរឿងនឹងអារម្មណ៍នឹងវាជាធម្មតាក្នុងជីវិតវាតែងតែមានរឿងត្រូវចិត្តខ្លះរឿងមិនត្រូវចិត្តខ្លះវាមានអ្នកខ្លះគេស្រឡាញ់យើងវាមានអ្នកខ្លះគេស្អប់យើងអញ្ចឹងយើងអត់អាចសង្ឃឹមថាគេសរសើរយើងរហូតគេគ្រប់គ្រងយើងរហូតគេនិយាយល្អពីយើងរហូតអានឹងយើងសង្ឃឹមចឹងមិនបានទេពីព្រោះវាខុសពីសច្ចភាពនៃជីវិតគ្មានអ្នកណាអាចជៀសផុតពីការនិន្ទាបានទេព្រះអង្គសម្ដែងថាណដ្ឋិលោកេអនិន្តិតោចឹងតើយើងមានបញ្ញាជួយសម្រួលផ្លូវចិត្តដើម្បីឲ្យវាចេះព្រមទទួលយកនៅអារម្មណ៍ទោះជាអារម្មណ៍នឹងល្អក្តីអារម្មណ៍នឹងមិនល្អក្តីពាក្យសម្ដីនឹងពិរោះក្តីមិនពិរោះក្តីទទួលដោយន័យថាក្នុងជីវិតនេះយើងមិនអាចទៅខាត់ខាំងថាមាត់គេមិនឲ្យគេនិយាយអញ្ចឹងឬក៏ហាមខាត់ថារឿងនឹងមិនឲ្យកើតឡើងហាមអត់បានទេយើងអត់មានសមត្ថភាពទៅខាត់រឿងនឹងបានទេអ្វីដែលយើងអាចធ្វើបានគឺយើងយកមកវិភាគពិចារណាថារឿងហ្នឹងបើជារឿងល្អយើងកំណត់ដឹងដោយបញ្ញាថាជាផលរបស់បុណ្យជាផលនៃការព្យាយាមប្រឹងប្រែងតស៊ូរបស់យើងទើបបានទទួលរឿងល្អហ្នឹងមកហើយបើជួបរឿងមិនល្អក៏ត្រូវមានបញ្ញាកំណត់ដឹងថានឹងក៏ជាផលនៃអំពើមិនល្អផលនៃការខ្ជិលឬក៏ផលនៃការមិនយកចិត្តទុកដាក់របស់យើងទើបបានរឿងនឹងកើតឡើងវាអាចមានហេតុពីអតីតហើយនឹងហេតុបច្ចុប្បន្នបូកផ្សំគ្នាទើបវាចេញទៅជារឿងផលល្អនិងផលអាក្រក់នឹងជាយើងមានបញ្ញាមួយនៅអមជាមួយចិត្តនឹងជួយខ្សឹបប្រាប់ចិត្តនឹងជួយពន្យល់ប្រាប់ចិត្តនឹងថានឹងឯជីវិតនឹងវាត្រូវតែ
ប្រឈមមុខអញ្ចឹងឯងហើយយើងទទួលដោះស្រាយមិនមែនថាអញ្ចឹងមិនទៅជួបរឿងអីក៏រឿងទៅអញមិនខ្វល់មែនទេក្នុងន័យនេះតាមន័យនៅក្នុងអភិធម្មថាអកុសលវិបាកដែលយើងជួបហើយផលនៃបាបហ្នឹងយើងរត់ទៅណាក៏រត់មិនរួចដែររត់ចូលក្នុងព្រៃឡើងលើភ្នំចូលរូងក្តាមក៏អកុសលហ្នឹងវាតាមយើងដែរសូម្បីតែបានត្រាស់ជាពុទ្ធហើយអកុសលកម្មចាស់ហ្នឹងវានៅតាមពុទ្ធនឹងបានទៅទៀតរឿងអីថាវាមិនអាចមកតាមយើងជាមនុស្សសាមញ្ញបានហើយកម្មហ្នឹងមិនមែនជាអ្នកណាជាអ្នកសាងទេគឺយើងជាអ្នកសាងហ្នឹងឯងយើងជាអ្នកសាងហេតុនៃរឿងអាក្រក់ហ្នឹងយើងជាអ្នកសាងហេតុនៃរឿងល្អហ្នឹងហើយយើងជាអ្នកទទួលរឿងអាក្រក់និងរឿងល្អហ្នឹងយើងមិនអាចបន្ទោសព្រះប្អិនព្រះអង្គណាបានទេយើងនឹងជាអ្នក design ជីវិតឲ្យខ្លួនឯងហ្នឹងឯងបើទោះជាទេវតាប្អិនលោកមកជួយយើងក៏តលតែយើងនឹងមានបុណ្យនឹងឲ្យទេវតាប្អិននឹងជួយយើងដែរបើយើងខ្វះបុណ្យលោកចង់ជួយក៏ជួយយើងមិនបានដែរលោកអាចមានចិត្តអាណិតតែប៉ុន្តែមិនដឹងធ្វើម៉េចសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងដែលខ្លួនបានធ្វើអញ្ចឹងយើងបើឃើញរឿងអីមិនល្អមិនសមរម្យការប្រព្រឹត្តនឹងមិនត្រឹមត្រូវយើងអាចណែនាំថាស្ដីប្រយែពយល់ប៉ុន្តែតលប្រយ័ត្នប្រយែងផ្លូវចិត្តរបស់យើងផងពីព្រោះពេលខ្លះយើងបញ្ចេញកំហឹងការទាស់ចិត្តនឹងប្រកបដោយគំនុំស្អប់វាទៅជាធ្វើឲ្យយើងនឹងកើតទោសៈទៅវិញកំហឹងសួរថាព្រះអង្គបដៅសាវកឯតែព្រះអង្គបដៅព្រះអង្គស្ដីថាទេតែព្រះអង្គស្ដីថាព្រះអង្គឃើញថាគេខុសទេព្រះអង្គឃើញថាគេខុសហើយស្ដីថាប៉ុន្តែសួរថាព្រះអង្គទៅខឹងទៅស្អប់ទៅពិបាកចិត្តទៅទុកទោមមនុស្សទេថាអត់ទេព្រះអង្គបដៅប្រាប់នឹងដោយបតីករុណាមិនស្លូតអាខុសក៏ខុសទៅអាត្រូវក៏ត្រូវទៅមែនទេព្រះអង្គនៅតែជួយណែនាំប៉ុន្តែបតីព្រះអង្គនឹងមានព្រះបញ្ញាញាណគ្រប់គ្រងបតីរបស់ព្រះអង្គមានឧបេក្ខាមានសមាធិដែលជួយឲ្យព្រះអង្គមានទាំងកម្លាំងកាយមានទាំងកម្លាំងចិត្តហើយការណែនាំនោះប្រកបដោយមហាករុណាអត់មានស្អប់គុំគួនទៅទៀតអញ្ចឹងបតីនឹងស្អាតបរិសុទ្ធណាស់ត្បិតថាស្ដីគឺពិតមែនប៉ុន្តែយើងជាពុទ្ធជននេះវាពិបាកនឹងគ្រប់គ្រងចិត្តពិបាកនឹងបែងចែកថាមួយណាជាការស្ដីបដៅដោយករុណាមួយណាជាការខឹងដូចថាទុកទោមមនុស្សក្នុងចិត្តហើយធ្វើឲ្យបញ្ចេញទៅវាជាវាចាពេលខ្លះជាវាចាមួយណែនាំបដៅមិនប៉ុន្តែដោយកំហឹងទៅវាធ្វើឲ្យកើតទៅជាទោសៈទាំងយើងអ្នកនិយាយអ្នកស្ដាប់នោះក៏កើតទោសៈត្បិតថាការណែនាំនឹងឃើញកំហុសនឹងវាខុសជាងក៏ពិតមែនហើយអញ្ចឹងបានថាការថែរក្សាចិត្តឲ្យបានល្អនេះមិនមែនជារឿងងាយទេអញ្ចឹងតើតែយើងរៀនកំណត់ដឹងថារឿងវាមិនអាចកើតឡើងតាមយើងចង់គ្រប់រឿងទេមនុស្សមិនអាចធ្វើត្រូវចិត្តតាមយើងប្រាថ្នាបានគ្រប់គ្នាទេគេមិនចេះតែធ្វើល្អជាមួយយើងនិយាយសរសើរយើងរហូតទេរឿងវាមានទាំងសងខាងវាមានទាំងល្អមានទាំងមិនល្អអញ្ចឹងព្រះអង្គឲ្យយើងរៀនកាត់ទោមមនុស្សចំពោះរឿងមិនល្អហើយនឹងសោមនស្សឬក៏អភិជាជាប់ជំពាក់នឹងរឿងល្អព្រះអង្គឲ្យយើងដើរផ្លូវកដាលវិញរឿងល្អរឿងមិនល្អកើតឡើងទទួលដោះស្រាយធ្វើដំណើរទៅមុខមិនឲ្យជាប់ជំពាក់ទាំងសងខាងអានឹងទើបយើងមិនសូវកើតទុក្ខខ្លាំង
នៅក្នុងពុទ្ធសាសនាចិត្តមានន័យច្រើនន័យមួយលោកប្រែមកវិញថាដឹងនៅអារម្មណ៍អញ្ចឹងអារម្មណ៍ដែលវាមកកាន់ភ្នែកតិចច្រមុះដាតកាយនិងមនោទ្វារនេះចិត្តនឹងវាចាប់យកអារម្មណ៍ទាំងអស់ហ្នឹងប៉ុន្តែយើងអាចមានសមត្ថភាពជ្រើសរើសយកអារម្មណ៍ដែលនាំឲ្យចិត្តសบายរីករាយកើតបនដែរមិនចេះតែបដោយចិត្តនឹងឲ្យវាទៅតោងយកអារម្មណ៍ដែលនាំឲ្យកើតចិត្តបាបចិត្តអកុសលមួម៉ៅក្តៅក្រហាយអញ្ចឹងបាននៅក្នុងធម៌លោកឲ្យយើងមានសតិនិងសម្បជញ្ញៈសតិនឹងជាអ្នកជួយតម្រែតម្រង់ចិត្តនឹងឲ្យគិតត្រូវឧទាហរណ៍ថាបានឃើញនៅពុទ្ធបានស្ដាប់ឮពធបានឃើញប្រសង់នឹកដល់អំពើល្អដែលខ្លួនបានធ្វើហើយនឹកដល់ទានដែលបានឲ្យហើយនឹកដល់សិលដែលបានរក្សាហើយការចម្រើនសមាធិបង្អោនចិត្តទៅក្នុងកម្មដ្ឋានជាដើមអញ្ចឹងចិត្តនឹងវាតោងយកអារម្មណ៍ដែលធ្វើឲ្យរីករាយឲ្យមានបៃតិឲ្យមានសោមនស្សប៉ុន្តែសោមនស្សក្នុងកុសលយើងមានសមត្ថភាពអាចទាញចិត្តនឹងមកនៅក្នុងផ្លូវត្រូវផ្លូវជាកុសលផ្លូវធ្វើឲ្យស្រស់ធ្វើឲ្យចិត្តនឹងសម្បូរសេចក្តីសុខបានប៉ុន្តែផ្ទុយទៅវិញបើយើងបដែតបដោយតាមចិត្តនឹងអកុសលវាទាញទៅឧទាហរណ៍ថាយើងបដោយឲ្យទៅគិតរឿងគេជេរគិតគេរឿងគេនិយាយដើមគិតរឿងដែលកន្លងផុតទៅហើយរឿងមិនល្អអារម្មណ៍ទាំងអស់ហ្នឹងវានាំឲ្យសៅមងចិត្តពីព្រោះអាចជាអនិច្ចារម្មណ៍ហើយយើងអត់មានស្អីទប់អត់មានសតិអត់មានសម្បជញ្ញៈការពារចិត្តមិនឲ្យអកុសលកើតព្រោះនឹកទៅក្តៅនឹកទៅក្តៅនឹកទៅក្តៅអញ្ចឹងបានជានៅក្នុងធម៌យើងមានសមត្ថភាពអាចជួយបើឧទាហរណ៍ថាអារម្មណ៍មិនល្អកើតឡើងសតិនិងសម្បជញ្ញៈសតិស្មារតីនឹងជួយពន្យល់ថារឿងនឹងជាអកុសលវិបាកជាផលរបស់អកុសលកម្មពីអតីតមកអញ្ចឹងវាមកជួបហើយបញ្ញានឹងប្រសាបវាប្រសាបពឹសវាអត់ឲ្យយើងធ្វើអត់ឲ្យយើងកើតទុក្ខខ្លាំងទេបើទោះជាអារម្មណ៍នឹងមិនល្អក៏ដោយឧទាហរណ៍ថាសម្ដីគេឌឺដងប្រឈឺយើងបើយើងអត់មានសតិដើម្បីជួយទប់ស្កាត់ជាខ្សែសីមាទេយើងដេកឈឺចាប់ដោយសារពាក្យសម្ដីឌឺដងគេហ្នឹងហើយប៉ុន្តែបើយើងមានសតិមានសម្បជញ្ញៈសតិបញ្ញានឹងជួយទប់ស្កាត់ណាមកដល់នៅតែមកចឹងគេថានៅតែថាតិចនៅតែលឺប៉ុន្តែកំណត់ដឹងថាសង្ខារកើតហើយរលត់ទៅវិញសំឡេងមកប៉ះតិចហើយវាហោះហើរទៅបាត់រលត់ទៅបាត់ហើយអកុសលវិបាកកើតតែមួយផ្លែតហ្នឹងហើយអាសំឡេងអាក្រក់ហ្នឹងមិនធ្វើឲ្យចិត្តរបស់យើងនឹងក្តៅក្រហល់កាហាយទេហេតុអីពីព្រោះមានសតិបញ្ញាហ្នឹងជាអ្នកបន្សាបពឹសអារម្មណ៍ក្តៅហ្នឹងហើយអញ្ចឹងយើងចាំបាច់ត្រូវមានកងការពារសតិបញ្ញាស្មារតីនឹងជួយទាញចិត្តឲ្យមកស្ថិតនៅក្នុងអារម្មណ៍នាំឲ្យកើតបនផងហើយបើអារម្មណ៍ដែលអាចធ្វើឲ្យចិត្តនឹងក្តៅក្រហល់ក្រហាយសតិបញ្ញាស្មារតីនឹងជួយប្រសាបពឹសវាអត់ឲ្យវាមានឥទ្ធិពលមកលើចិត្តរបស់យើងហើយធ្វើឲ្យចិត្តរបស់យើងក្តៅក្រហាយទេឧបមាថារឿងកន្លងហួសទៅហើយអតីតកាលមិនល្អអីចឹងវានៅតែមកលងយើងតាមមនោទ្វារនឹកធម្មអារម្មណ៍ត្រឡប់មកវិញអារម្មណ៍ជាអតីតារម្មណ៍ហ្នឹងប៉ុន្តែយើងមានសតិបញ្ញាមួយកំណត់ដឹងថាអូអានេះរឿងនេះហួសទៅហើយជារឿងអតីតបើយើងក្តៅក្រហាយស្ដាយក្រោយក៏យើងអត់អាចទៅកែរឿងនឹងបានដែរចាត់ទុកថាជាផលបាបចាស់ទៅចោះបើក្នុងន័យអភិធម្មថារឿងនឹងចប់បាត់ទៅហើយ
chẳng dương tu squat tha ở vậy vì miền hai cục quán ban cao la hướng nâng chẳng chọc ấy chẳng dương tới mục tiết dương ọt tàu vô mà tây tạ nâng nôm ở cao tục rồi hồ đó phải chạy bọn này miền sẽ tệ miền phải nhá phải vô luôn ánh cắt sẽ cái đây tục nâng chành chẳng dương tới một cái thấy dương tiền chật nâng ở mình nơi không phơi thở không ở ròm nôm ở cao bon cao sẽ cái đây chia thá nâng dương ọt smok smile dương ọt và bạ chật chờ này hay dương miền sầm mặt tập ai thừa bán đời ca chấm ra ơn nơi sẽ tệ phải nhà ca sẽ đập thua ca bị cha na thua ca thưa samadhi ca sẹp cục mật trừ ca phi diêm rưỡi cùng bỏ bong chào ca phi diêm mà nâng dương ai sum ru plei chật bài dương man chả mau ở tây tất cả rương ra mình lõ bàn chlong cắtជីវិតអ្នកផុតទៅហើយវាបានកន្លងហួសទៅហើយសូមកុំហៅវាមកវិញអីអនុញ្ញាតឲ្យវារលត់ទៅចុះការមួម៉ៅក្តៅក្រហាយស្ដាយក្រោយជាការហៅរឿងអាក្រក់នោះមកកាន់ជីវិតអ្នកជាថ្មីអ្នកនឹងត្រូវរងទុក្ខជាថ្មីម្ដងហើយម្ដងទៀតបាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អទោះអ្នកខំជៀសទៅណាក៏គេចមិនផុតដែរព្រោះកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានឡើយរៀនទទួលរៀនដោះស្រាយហើយកុំបង្កើតបាបថ្មីអីបាបថ្មីគឺភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះឯងអ្នកឈ្មោះថាបានបង្កើតបាបថ្មីហើយបាបថ្មីនោះនឹងនាំឲ្យអ្នកកើតទុក្ខកាន់តែខ្លាំងឡើងរឿងអាក្រក់ដែលបានកើតឡើងឧបមាដូចជាពពកខ្មៅបក់ផាត់មកបាំងពន្លឺជីវិតអ្នកហើយវាក៏បានបក់ផាត់ផុតទៅហើយអ្នកមិនគួររត់តាមពពកខ្មៅនោះទៀតទេគួរចាប់ការងារថ្មីទទួលពន្លឺថ្មីសាងអំពើល្អថ្មីដើម្បីទទួលបានលទ្ធផលថ្មីដែលអ្នកប្រាថ្នាខ្មោចអតីតកាលបានលងបន្លាចអ្នករួចម្ដងទៅហើយកុំបណ្ដោយឲ្យវាមកលងបន្លាចអ្នកម្ដងទៀតអីភាពមានបានហឺហាអស្ចារ្យរបស់យើងនឹងអាចជាទីតាំងនៃការចំណែននិន្ទាអ្នកដតីងាយvì ព្រោះមនុស្សគ្រប់គ្នាគេមិនចេះតែសប្បាយចិត្តនឹងសេចក្តីសុខនិងភាពមានបានរបស់យើងគ្រប់គ្នាទេវាមានអ្នកខ្លះគេមិនពេញចិត្តហើយដោយសារអកុសលដែលមាននៅក្នុងចិត្តគេនឹងធ្វើឲ្យគេទាស់ចិត្តអ្វីដែលយើងមាននឹងហើយដែលយើងបង្ហាញបង្អួតបង្អហ្នឹងក៏ដោយចិត្តលោភៈមានះនៅក្នុងខ្លួនចង់ឲ្យគេដឹងចង់ឲ្យគេស្គាល់អញ្ចឹងទៅក្នុងន័យជាសាមញ្ញជនតែហ្នឹងគេមានគេបង្ហាញអញ្ចឹងប៉ុន្តែនៅក្នុងន័យធម៌របស់ទាំងអស់ហ្នឹងកាមគុណទាំងអស់ហ្នឹងលោកប្រៀបធៀបដូចជាដុំសាច់ចឹងដែលក្អែកវាតាមចឹកស៊ីគ្រប់គ្នាចឹងទៅចឹងវានាំឲ្យមានរឿងនាំឲ្យកើតជាចំណែនឬក៏ពេលខ្លះបកាច់បខូចពលឹះធ្វើឲ្យបង្អាប់បង្អោនកិត្តិយសអ្នកដតីអីចឹងទៅទៀតក៏មានដែរចឹង
ក្នុងការបង្ហាញទ្របរបស់ហ្នឹងក៏ប្រយ័ត្នប្រយែងដែរពីព្រោះវាជាអាវុធមុខពីរវាអាចធ្វើឲ្យគេសប្បាយចិត្តជាមួយក៏មានវាអាចធ្វើឲ្យគេចំណែននិន្ទាខឹងហ្នឹងក៏មានហើយយើងក៏បង្កើតទម្លាប់មួយទម្លាប់បង្អួតបង្អមានចិត្តលោភៈជាប់ជំពាក់នឹងឲ្យគេដឹងអញ្ចឹងបានជានៅក្នុងធម៌លោកទាញឲ្យយើងចេះដូចថាប្រើប្រាស់ទ្រព្យរបស់ដែលមានហ្នឹងឲ្យបានជាប្រយោជន៍សម្រាប់អ្នកដទៃជាបុណ្យកុសលសម្រាប់ខ្លួនយើងដូចជាអនាថបិណ្ឌកសេដ្ឋីនាងវិសាខាជាសេដ្ឋីមែនប៉ុន្តែលោកបានធ្វើអំពើជាប្រយោជន៍ដល់សង្គមជាតិរបស់លោកសម័យនោះនិងសង្គមសាសនាមានវត្តអារាមប្រសង់និងកិច្ចការងារធម្មទានអីផ្សេងទៅទៀតដោយទ្រព្យសម្បត្តិដែលលោកមានរហូតដល់ព្រះបាទធម្មយាសោកដែលលោកគិតថាអញជាស្ដេចផែនដីប៉ុន្តែធ្វើទានចាញ់អនាថបិណ្ឌកសេដ្ឋីឯងអញ្ចឹងបងប្អូនញាតិញោមទាំងអស់គ្នាគួរពិចារណាដែរថាគុណតម្លៃរបស់យើងវានៅខាងក្នុងខ្លួនសេចក្តីសុខសេចក្តីទុក្ខនឹងវានៅក្នុងចិត្តរបស់យើងវាធម្មតាវាត្រូវអាស្រ័យនឹងទ្រព្យសម្បត្តិនឹងកិត្តិយសគេឈ្មោះនឹងប៉ុន្តែมันអាចពឹងសេចក្តីសុខរបស់យើងនឹងពឹងទៅលើរបស់ទាំងអស់នឹងទាំងស្រុងបានទេហើយបើនៅក្នុងធម៌លោកចាត់ទុកទាំងអស់អារម្មណ៍ទាំងអស់ហ្នឹងជាអារម្មណ៍របស់កាមគុណហ្នឹងមិនមែនសម្រាប់ទៅរឿងស្រីប្រុសទាំងរឿងទាំងអស់អ្វីដែលវាឆ្លងកាត់មកតាមភ្នែកតិចជំនន់ដាតកាយចិត្តហើយវាជាទីតាំងនៃការជាប់ជំពាក់ហ្នឹងលោកហៅថាជាកាមគុណហើយធ្វើឲ្យយើងវិវក់វល់ជាប់ជំពាក់ចង់ថាបានហើយគេក៏ចង់បានយើងក៏ចង់បានហើយជាហេតុនាំឲ្យមានចំនួនគ្នានៅក្នុងសង្គមបណ្ណាំងប្រជែងគ្នានឹងឯងអញ្ចឹងតើយើងប្រើដោយប្រុងប្រយ័ត្នទទួលយកដោយសតិស្មារតីកុំគ្រាន់តែចង់បង្អួតបង្អបបង្ហាញហើយធ្វើឲ្យយើងវិវក់ជាប់ជំពាក់នឹងការសរសើរលើកជើងហើយអាចជាទីតាំងនៃការចំណាយនិន្ទានៃអ្នកដទៃអញ្ចឹងយើងប្រើប្រាស់ទ្រព្យសម្បត្តិរបស់របរហ្នឹងដើម្បីឲ្យបានជាប្រយោជន៍ដល់ខ្លួនយើងផងគ្រួសារផងសង្គមផងជាបុណ្យកុសលសម្រាប់ក្នុងជីវិតរបស់យើងក្នុងចិត្តរបស់យើងផងបើចំពោះជីវិតជាព្រះសង្ឃវិញព្រះអង្គឲ្យប្រយ័ត្នប្រយែងណារឿងប្រើប្រាស់របស់របរអីសពគ្រប់ទាំងអស់ឲ្យចេះពិចារណាឲ្យចេះថ្លឹងថ្លែងឲ្យចេះប្រើឲ្យល្មមប្រមាណហើយប្រាប់ទៀតថាប្រើនឹងមិនមែនដើម្បីបង្អួតបង្អបង្ហោះបង្ហើបង្ហាញសាច់ជូនអ្នកស្រុកអីទេនឹងនៅក្នុងបច្ចវេកនវិធីដែលព្រះអង្គសម្ដែងអញ្ចឹងយើងគួរសង្រួមកន្លែងហ្នឹងដើម្បីសង្រួមចិត្តរបស់យើងផងហើយដើម្បីឲ្យអ្នកដតីនឹងកុំឲ្យគ្នាកើតបាបដោយសាររបស់នឹងផងយើងរៀនប្រើទ្រព្យដែលជាបុណ្យរបស់យើងដោយសតិបញ្ញាស្មារតីប្រើទ្រព្យដែលជាបុណ្យចាស់ហ្នឹងបង្កើតបុណ្យថ្មីបន្តទៅទៀតជាអរិយទ្រព្យជាប់នៅក្នុងចិត្តជាប្រយោជន៍ទៅក្នុងអនាគតជាតិអនុមោទនានេះញាតិញោមប្រគេនឥដ្ឋសម្រាប់រៀបចំកែលម្អសួនអីស្អាតបាតនេះញាតិញោមរៀបចំធ្វើកន្លែងមាត់ស្រះហ្នឹងឲ្យបានស្អាតបាតកុំឲ្យប្រឡាក់ផុកអញ្ចឹងនឹកឃើញរឿងមួយដែលបរោះម្នាក់គាត់លក់អីវ៉ាន់នៅក្នុងផ្សារទៅអាខាងមុខកន្លែងគាត់លក់ហ្នឹងវាប្រឡាក់ដូចថាផុកកលុកអញ្ចឹងគាត់យកក្បាលគោយកមកដាក់កន្លែងហ្នឹងដើម្បីឲ្យមនុស្សឆ្លងទៅឆ្លងមកកុំឲ្យជន់ផុកហ្នឹងវាប្រឡាក់បនរបស់គាត់ហ្នឹង
ban miền xe muối lươn là o men ten bên nào có gió quạt nó cạn nó không còn nát prai bà cám hướng muối hướng quạt mình xây bàn thừa tiên hay muối tiết quạt lẹเขาอาเกเกเจ้าตึงงุยตักให้กดแหละเขาอาเกดาให้กีเงือปีตักมาไว้อันเมียนเขาอาเสลียแปะดาจังบาปกรรมถ้วยกดจิการจิปลายให้ปลายนั่งปลายอัดเขาอาเสลียแปะติดอะอันนั่งเลงอัดประยาวให้บานจีบาปแทนเดียดทองไปในจวบหึงนั่งหึงนี่จัตุกทาจีเตียนมอมต้อมทาวระเตียนในยุงไว้จีบยาวสาเทียนนะในปองสมได้ถ้าบานบนแต่งยกต่างทั้งไงตำนานไอ้ปองครูใจติกาประสังหนึ่งขณะกรรมการโดนจี้สมลายหนอกก้นลอยยาลุงเตียวได้บานเจยมาโจรวมกิจการเงียสร้างบนกับซาลวัดกดวันกดตึงยึงมหาบาสกาลุงยาคือเพลย์มาแซ่เพลย์โจตะโบงกีหนึ่งบวชนั่งเพลย์ต้องบะยิงกีบ้านลุงยาช่วยเฟือให้บานเฟือดำชื่อน้องจราเนะดำโดบานจราให้ลุงยาพอบานนั้นมันตัวกรุ๊ปเป้เตะตรงหนึ่งปองลูกเนี่ยทุบกรองหันหนังให้บานโจรูมบอกปุ่มสะเพออะไรขนมไงเนี่ยบานเฟือกิจอภัยเตียนใบจีบอลก็ซอลช่วยสังครูชีวิตเนี่ยดตในขนมซอลสติมุยปานาติบาทเฟือไอเนี่ยดตบานสกัดซอกรุ่ยพอดปีสกัดสลับนั่งบอลก็ซอลอาในซังยืงบานรุ่ยพอดปีครูธนะครูไพ่เซมจังเตอร์บานในตำรวจประเทศสรีลังกาในเป็นได้โลกปกเนี่ยมาได้ใส่เยียดนาชื่องุนเตอสระยืงช่วยจัดเปลี่ยนไตรเบอร์สระนุกเกตติงกูปีกะไหลสัตว์ตะเคียนตะทานดำใบโยเตเปลี่ยนในกะไหลอภัยทานในประเทศเกี่ยเป็นดำบอลปรีมวยจังเกกำหนดโดยรัฐาเชียดำบอลอภัยภูมิเนี่ยนาปะปอดบานในสัตว์ในกะไหลนั่งโดยในหมกเวียงยืงจังในหมกเวียงนั้นตะเลนั่งเชียอภัยภูมิไตรนั่งในศาสตร์อัดมาเนี่ยจังในประเทศไทยหลังการนั่นคือกำหนดใดมากระไหลนั่งปรีมากระไหลนั่งจีปรีอภัยภูมิให้กิโยสัตว์นั่งเตปเลงนั่งตลอดมาวิ่งกิจูนบนโลกปกเนี่ยมาได้ท่าปกก็มาขยมบานเปเลงสัตว์สังครูชีวิตเกี่ยวพอดปีกระไหลสำหรับจังบนก็ซ้อสมัยอนุโมทนีให้สมัยบานเชียสัสบายปีโรคีเปียดจังอะเมียนกะในมวยเนาะปลุกมาได้ชื่อเกณฑ์มวลโลกไปช่วยโดยทาเอาโปไอเจสัตว์แต่ติงปีกับไรสัตว์ตะเกียบตะทานนั้นผมโมลอยบานติงปีติงบานสัตว์กูหนึ่งปีกูตีใบvới mình thử mau cái cặp đây về phù cái yêuปีchế nhàตีใบthử mauเอาcái cặp này đãตีใบnó bị dùng mà đảo ấy rồi nhà về sọ tật phân này tạ nâng cái lại này cái tình nâng về hạt đôi chiên vậy tha hai đây mình chui khiêm phong chui tả pi mục chăng hay lục ảnh nát lục nè từ chỉ muối nâng lục ảnh nát lục để chê chỉ muối kia chẳng tới cô bán hơi bao mình chui với đôi thâu về mình chết á vì sợ tật phân này đã nâng mục chăng cô bộ mô lùi kia tính nhà cô tì bay nó vô từ bờ lèn nè phân nào với đây chùm lại đúng nơi pe đài đặt cô nó vô từ bờ lèn cô tì bay nó về màu lụt chữ cung đây một lục về màu lụt chữ cung với hạ đôi chỉ tha sông o côn này bán chui sừng cua chỉ vật chẳng á hai cô về từ nơi không prey nâng từ cái lại nhà pay phum bỏ rót kia nâng từ chẳng chạy mũi đại dương kịch bị cha mà sầm qua thà dương bàn chui sừng cua chỉ vật nẹt ở tây nơi không thoát cà rẽ xa sờ lắm bởi vậy bị Paul Pia này xong nó phun phun trên cà oi tiền ngay á cà chia viên bị cà sầm lạp cà lùi cà bút bật khóc nông cam cà của họ cà phật tắc sự vắng nó bon này thưa tam này dạ cà rẽ xa sờ lắm bàn bon trà ơn trên cà thưa tiền nâng róp rồi đòn bị prua
bờ ao bài ao tức nâng ao rồi bỏ bò đi phụ bên là cả đã xa sát cứ ao chỉ vật nè đợt tây hay ao kia bàn sóc cái đống mà rung mình đi ao kia thì chẹt thì chùm hay bón nâng để thật mua thà bàn pha này xong chớn nơi xa thưa ai nè đợt tây nâng bàn sẽ cái đây sóc rồi phật bị tục chẳng xôm nhận nhôm tầng ó mô tên điประกันจราเนี่ยคละป้ามันบานเตประกันจราขังจราเลือลูไอติตุยฉับชูลกระไดกระหากระหายจระเหลาตุบมันบานลายเงี้ยตนากดตึกึดเรื่องไอ้ก็นอมไอ้มัวมาให้โจจัดรำลึกเรื่องละได้เราดอกิทุนกิเลนจังสนับบาเนี่ยบันไดจัดเนี่ยยูเตอเพลจัดเนี่ยหนึ่งเมียนวิบัติชีวิตเนี่ยหนึ่งเกรียมกรอมโรคซอกมันเสื่อคืนลายการประกันเจริญปลุกจัดเมียนเนี่ยเจริญเมียนตูสะเจริญเพลิงใช้ขนมจัดเจริญเนะประตูสลายหนึ่งอารมณ์ก็เจริญหายทั่วจัดเนะกระหองกระหายก็เจริญได้โจจำเริญสเตะกำหนดดังถ้าจัดครั้งจัดประกันเจริญนุจีจัดมันละอชีจัดเมียนเมรุกได้น้อมเอาชีวิตเนี่ยอับอูให้เรียนโดจัดโดอารมณ์มาเกิดเรื่องทำไมเรื่องละอเรื่องจีกุศลวิญไม่ยังติดเนี่ยตระเรียนแต่ตัวสกอลธามนุษย์มันโดยขณีเตมันเนี่ยสันซ้ำในใส่หมกขอขณีระเบียบกิจก็ขอขณีได้พี่เยี่ยมจำรานปัญญากำหนดดังทาเอาไว้มันเจตบานตามจัดเนี่ยบังคอมเตเมียนให้กรุบตือพอลอาจเกิดล้างบานเบอร์ให้มันกรุบตัวเนี่ยบังคอมอย่างนาก็มันบานลายเวียเมียนแต่ทั่วไอเนี่ยควาควายจัดคลังแต่ปนนอเรียนแต่ตัวสกวากาเปิดทาชีวิตนี้เปคลาบานโดยจัดเปคลามันบานโดยปรารถนาเตเชียสัจจะเพียบในชีวิตไม่ยางเตียดเรียนจำราญเมตตาดอสิกได้สลายไอครูนไอทาโซมไอขยมบานซอกกับไอเมียนตกโซมไอขยมบานซอกกับไอเมียนตกโซมกับไอขยมคังเกโซมกับไอขยมจองปีนังเกเรียนสายเมตตาดอกครูนไอเรื่อยบันติกมาดองรวยพึงริสิกได้สลายนุดอสอบสัตว์ตั้งอส้มไอสอบสัตว์ตั้งบานก็ได้สอบรุยพอดปิตกส้มไอสอบสัตว์ตั้งบานก็ได้สอบรุยพอดปิตกตำรวจจำรานเมตตาเรื่อยจัดแนะก็บานตระเจาะมันติดมาดองการเตียนจัดปีเพียบมัวเมาได้กระหายการประกันจราญเอาสุเพียบเรียบสาตุนพลุนมันแมนเจริญสรูเตแต่เนี่ยเตรแต่พี่เยี่ยมเตรเรียนกายตุ่มลบตัวจัดจราญเจงเรียนโดจัดโดอารมณ์
រៀនទទួលស្គាល់ការពិតថាអ្វីមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អ្នកឡើយធម៌ទាំងឡាយជាអនត្តារៀនព្រមរៀនទទួលស្គាល់ការពិតចិត្តអ្នកនឹងបានធូរស្បើយពីទុក្ខកង្វល់មិនខានវិបត្តិផ្លូវចិត្តជាសាមញ្ញជនគ្មាននរណាម្នាក់ដែលថាអត់បញ្ហាផ្លូវចិត្តនោះទេគ្រាន់តែតិចច្រើនតាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនចិត្តមានវិបត្តិព្រោះចិត្តសម្បូរមេរោគដូចជាមួម៉ៅក្តៅក្រហាយឆេវឆាវខឹងក្រោធភ័យព្រួយបារម្ភស្ដាយសំណោះគិតច្រើនស្មុគស្មាញមិនដាច់ស្រេចជាប់ជំពាក់ហួងហែងច្រើនចំណែនឈ្នាននេះលោភលន់ហួសហេតុជាដើមបើមិនទាន់ឈឺខ្លាំងទេត្រូវចាប់ផ្ដើមព្យាបាលបណ្ដើរទៅរៀនកាត់បន្ថយរៀនលះបន្តិចម្ដងដោយស្មារតីដាស់តឿនខ្លួនឯងរឿយគ្មានព្រះអង្គព្រះអិនណាមកជួយយើងបានទេតែបើធ្ងន់ធ្ងរហើយត្រូវមានពេលសម្រាកពីការងារខ្លះដើម្បីលំហែកាយលំហែចិត្តឲ្យបានស្រួលគេងឲ្យបានគ្រប់គ្រាន់នៅក្បែរមនុស្សល្អស្ដាប់រឿងល្អមើលសៀវភៅអប់រំចិត្តជួបជាមួយគ្រូពេទ្យចិត្តសាស្ត្រពិសាថ្នាំតាមវិជ្ជបញ្ជាស្ដាប់ឱវាទពីព្រះសង្ឃហើយរៀនបន្ធូរបន្ថយភាពតានតឹងរៀនព្រមតាមរឿងដែលកើតឡើងរៀនសម្រួលអារម្មណ៍អ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេរៀនភ្លេចរឿងដែលហួសទៅហើយរៀនញញឹមរុះរាយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងអ្នកដទៃជុំវិញខ្លួនរៀនលើកលែងទោសរៀនធ្វើចិត្តឲ្យស្ងប់ឲ្យនឹងនររៀនធ្វើសមាធិជាយាមតាមដានចិត្តអ្នកជានិច្ចកាលបើវាវិលវល់ស្មុគស្មាញក៏ឲ្យវាស្មុគទៅចុះតែយើងមានតួនាទីមួយគឺមើលវាតាមដានវាហើយទាញវាត្រឡប់មកវិញទាញវាបានញយកុំបណ្ដោយឲ្យចិត្តជិះជាន់អ្នកឡើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងរស់រងទុក្ខដល់ថ្ងៃស្លាប់មិនខានឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបាន
ជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដោតសេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុកបដោយយូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងងទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសពនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូច្នេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែក
ចាំស្អែកចាំគិតទៀតព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនពពកខ្មៅនៅលើក្បាលស្មុគស្មាញច្រើនមួម៉ៅច្រើនព្រួយបារម្ភច្រើនគិតច្រើននាំឲ្យអ្នកមានទុក្ខក៏ច្រើនដែរហើយបើបណ្ដែតបណ្ដោយយូរទៅអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាជីវិតអ្នកនឹងវិលវល់រកសុខមិនសូវឃើញឡើយអ្នកត្រូវចាប់ផ្ដើមតាមដានចិត្តអ្នកពីពេលនេះតទៅទម្លាប់វាឲ្យគិតរឿងល្អល្អរឿងបុណ្យកុសលរឿងបច្ចុប្បន្នរឿងណាហួសហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយរឿងណាមិនទាន់មកដល់ទេក៏កុំកើតទុក្ខពេកអីដែរជួបរឿងណាដោះរឿងនឹងទៅរៀនទាញចិត្តអ្នកឲ្យចេញពីរឿងមួម៉ៅក្តៅក្រហាយទាំងឡាយវាពិបាកណាស់តែអ្នកត្រូវតែទម្លាប់បន្តិចម្ដងទម្លាប់តាមដានវាទម្លាប់